ติอนังเตเตโนสัตเตียยไสลังรักขันโนสัพพเตียปิอวันเนียปิรตาหอนโนเกียจันโตเตวตาเจตาสัมเปปุตติยปลับปัตตาปัจเจกานันจะยัมพลังอรหันตานันจะเตเจนรกังปันทีมิสัพเพสอเจยังเตวมโนสานังจิโยหอนตปาราจิตาเมรเสนาอเปกันตาสมันตายันเนียกันได้เมตตาอเตตานาเวทังเสตวานจักคุมาเปเวียปเวสังสรันตตปจักกงวิโสปันนาทิโสตานังเอตายจะสกายจะโพธิเกณจังวิโสเทตวาปรัตตันตามยะนาเมเอเมอาการุณิกาเนียตาเหตายสัพปาในนางโปเรตวาปารมัยสัมปียปัตตาสัมโพธิมตตมังเอเตนะสัจวัจเจนะอันโตเตเจยเมงกะเลียงเจยันตาโพธิยโมเลสัจจานังนันเดวัตโนเอวังตวังวิจโยหิกิยาสจิยเมงกะเลอปาราตปาลังเกไสเสปัตวิปาวกะเรอภิเศษเกสัพปปเทนังอังเกียปัตตาปมอเตเตสนะกัตตังสเมงกะเลียงสปะเพียตังสหติตังสกนาสมตตจะสยะเทียงปรมจาริสปะเตียเขนังกายกรรมังเบียจากรรมังปะเตียเขนังปะเตียเขนังมโนกรรมังปณิติเตปะเตียเขนาปะเตียเขนานิกัตวานลพันตเทปะเตียเขเนเพเวโตสัพเมียงเกลียงเมียงกวลเต็งปวงโจมเมียนดอลเนรักขันโตสัมปเทวตาสมเทวดาเต็งออกไปบัจรสานาเนสัพพุทธิอนุปิยเวเนโดยอนุปิยในพระพุทธมจาราพระองค์สัพพธรรมีอนุปิยเวเนโดยอนุปิยในพระเถรทั้งปวงสัพพสังคีอนุปิยเวเนโดยอนุปิยในพระสังฆ์ทั้งปวงสติโสไตปวันตุเตสัวสดัยทั้งหลายโจลเมียนดอลเนอ้อยบานสอบกาลสอบเวลีสาธุสาธุสาธุอุตตมังเกณวันเตหังเปียงทรงวรตมังปุถไทโยคะลิตาโตสาวปุถโธขมะโตตังมะมังอุตตมังเกณวันธรรมัญจตุวิทังรังธรรมเมโยคะลิตาโตสาวธรรมโมขมะโตตังมะมังอุตตมังเกณวันเตหังจตุวิโทตมังสังเขโยคะลิตาโตสังโฆขมะโตตังมะมังสมกะอนุญาตกรุมเจยสมได้กติสังฆะบัณฑิตไอ้ดอมอุปะเจยหลังเกณฑ์ถวายไตเตียนผู้สองมา
លោកគ្រូភ្លើង ក្រោយគេលងណាជំទាវអិឆិតាំងបតិតាំងតមាងកេពមេវៈសមិច្ឆតោសព្ពេពុរេនតុសង្ឃកប្បាចន្ទោបណ្ណរសោយថាមនិជោតរសោយថាសម្ពីតយោវិវាចន្ទោសម្ភារោគោវិនាសតមេទេភវតវន្តរាយោសុខៃទីកិយុកោភវសម្ពីតយោវិវាចន្ទោសម្ភារោគោវិនាសតមេទេភវតវន្តរាយោសុខៃទីកិយុកោភវសម្ពីតយោវិវាចន្ទោសម្ភារោគោវិនាសតមេទេភវតវន្តរាយោសុខៃទីកិយុកោភវអភិវតនសីលេសនេចាំងវតិបច្ចាយិណោយត្តារោធម្មេវតន្តិអាយុវណោសុខังពលៀងទេអត្តលតិសុខេតាវិរលហាពុទ្ធសាសនេអរោគាសុខេតាហតសាសម្ពេញាតិភិនៈទាំងឡាយទាំងបុរសទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា សាធុសាធុសាធុសូមគោរពជើញឧទ្ទិសផលយ៉ាងកែងចេកុសលកម្មង្កាតាពេងកេរយ៉ាងមមកកាយេនវិជាមនសាតិកសេសុកតាំងកតាំងយេសាតាអត្តយេតសាតាអសញ្ញិណោកតាំងបញ្ញបលាំងមៃហាងសាពេភិកិភវន្តតេយេតាំងកតាំងតនាងបញ្ញបលាំងមយាយេចតាធនជាអនន្តតេវិគន្ទ្វានិវេតយងសាពេលោកកម្មយេសាតាអរហេតុកាមនញ្ញងភោចនាងសាពេលផន្តមមចេតសាតេសូមអនុមោទនីអនុមោទនីអនុមោទនីពិធីចម្រើននៅព្រះបរិត្តស្ថិតនៅក្នុងឱកាសពេលនេះក៏ជាប់សពគ្រប់សូមក៏អនុញ្ញាតគ្រប់អញ្ជើញសម្ដេចអាយដាមឧបឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកជំទាវលោកស្រីមហាពុទ្ធបរិស័ទទាំងអស់សម្រាប់បន្តិចរងចាំម៉ោងបាទអញ្ជើញកូនសិស្សសម្ដេចព្រះរាជាគណៈគ្រប់ឋានានុក្រមទាំងអស់មកទទួលតេយ្យទានសម្ដេចព្រះរាជាគណៈបាទ
មិត្តទូទាំងសកជនជាទីគោរពនិងជាទីមេត្រីបន្ទាប់ពីពិធីចម្រើនព្រះបរិត្តនៅក្នុងពេលនេះបងប្អូនប្រជាពលរដ្ឋរបស់យើងជាពិសេសគឺសម្ដេចអាដាមឧបនាយករដ្ឋមន្ត្រីព្រមទាំងអាដាមលោកជំទាវភ្ញៀវកិត្តិយសដែលកំពុងតែមានវត្តមាននៅទីនេះកំពុងតែត្រៀមទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកនៅវេលាម៉ោង 4:48 នាទី ចាយើងខ្ញុំជឿជាក់ថាសម្រាប់ពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់ដែលកំពុងតែតាមដានទស្សនាផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងពិធីទទួលទេវតាឆ្នាំថ្មីដែលមានការផ្សាយផ្ទាល់ពិសេសចេញពីទីតាំងនៅក្តារបែនខាងកើតនៃប្រាសាទបាយ័នហើយក៏បានផ្សារភ្ជាប់ជាមួយនឹងការទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនប្រជាជនខ្មែររបស់យើងក៏កំពុងតែត្រៀមដូចគ្នាដើម្បីទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកអភិបាលឃុំក្រងប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជារបស់យើងឲ្យទទួលបាននៅសុខស្រីសួស្តីឆ្នាំថ្មីផងដែរ ប្រិមិត្តទូទាំងសជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ប្រហែលជាឃើញស្នាមញញឹមរបស់យើងខ្ញុំទាំងពីរប៉ុន្តែខ្ញុំជឿជាក់ថាមិនមែនតែយើងខ្ញុំទាំងពីរទេប្រជាពលរដ្ឋខ្មែរទាំងក្នុងក៏ដូចជាក្រៅប្រទេសប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពិធីទទួលទេវតាឆ្នាំថ្មីគឺជាពិធីដ៏សំខាន់មួយដែលប្រជាពលរដ្ឋតែងតែជួបជុំក្រុមគ្រួសាររៀបចំរណ្ដាប់គ្រឿងសក្ការៈដើម្បីទទួលទេវតាឆ្នាំថ្មីដោយស្នាមញញឹមក៏ដោយសារតែពិធីទទួលទេវតាឆ្នាំថ្មីគឺជាឱកាសនៃការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារទាំងអស់នៅតាមផ្ទះនីមួយៗហើយត្រៀមទទួលនិងសុំនៅពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មីចាដូច្នេះសម្រាប់ទេវតាឆ្នាំថ្មីនឹងចុះមកដើម្បីថែរក្សាបងប្អូនប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជារបស់យើងឲ្យកាន់តែទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនហើយពិតណាស់ក្រោមម្លប់នៃសុខសន្តិភាពក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនិងព្រះមហាក្សត្រីក៏ដូចជាក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដែលតែងតែគិតគូរយកចិត្តទុកដាក់ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននៅអំណរសាទរឆ្នាំថ្មី2025នេះដែលយើងបានឃើញជាមួយនឹងវត្តមានរបស់បងប្អូនដែលគាត់បានធ្វើដំណើរចាទៅកាន់ស្រុកកំណើតក៏ដូចជាទៅកាន់ខេត្តប្រកបដោយស្នាមញញឹមនិងទឹកមុខយ៉ាងរំភើបនិងសប្បាយរីករាយព្រោះថាសម្រាប់បងប្អូនចាមួយចំនួនធំដែលគាត់បានធ្វើដំណើរទៅកាន់ស្រុកកំណើតដោយប្រើប្រាស់ជាមួយនៅមធ្យោបាយធ្វើដំណើរឡានក្រុងសាធារណៈដ៏អត់អស់លុយថែមទៀតដូច្នេះហើយថ្ងៃនេះគឺជាថ្ងៃបន់ជោឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងដែលធ្វើឲ្យបងប្អូនគឺគាត់បានចាវិលត្រឡប់ទៅកាន់ស្រុកកំណើតចាបន្ទាប់ពីបំពេញការងារពេញមួយឆ្នាំហើយឱកាសចូលឆ្នាំខ្មែរនេះគឺជាការថ្ងៃមួយដែលយើងបានជួបជុំចាក្រុមគ្រួសារជាលក្ខណៈមហាគ្រួសារខ្មែររបស់យើងតែម្ដងក៏ដោយសារតែមាននៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទើបប្រជាពលរដ្ឋទាំងអស់មានឱកាសបានជួបជុំគ្នាឬបងប្អូនប្រជាពលរដ្ឋដែលធ្វើការនៅតាមបណ្ដាខេត្តឆ្ងាយៗឬក៏ទីកន្លែងផ្សេងៗតែត្រឡប់មកស្រុកកំណើតដោយសារតែជាថ្ងៃឈប់សម្រាកដ៏ធំរបស់ប្រទេសកម្ពុជារបស់យើងហើយនៅឆ្នាំនេះទេវតាយើងចុះនៅពេលទៀបភ្លឺធ្វើឲ្យបរិយាកាសអាកាសធាតុនៅពេលព្រឹកព្រលឹមនេះគឺត្រជាក់ស្រួលមែនទែនកាលពីឆ្នាំមុនទេវតាយើងចុះនៅក្នុងពេលថ្ងៃតែឆ្នាំនេះគឺនៅវេលាទៀបភ្លឺតែខ្ញុំពិតជាជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាច្រើនកំពុងតែក្រោកពីព្រលឹមដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដូចជាយើងខ្ញុំទាំងអស់គ្នាដែរជាការពិតណាស់ព្រោះថាសម្រាប់បងប្អូនគឺរត់រះដើម្បីចារៀបចំនៅចាគ្រឿងទទួលទេវតាឆ្នាំថ្មីដែលកាន់តែពិសេសគឺការរៀបចំតុបតែងខ្លួនប្រាណចាលម្អជាមួយនៅសម្លៀកបំពាក់ថ្មីដើម្បីទទួលនៅអំណរសាទរឆ្នាំថ្មីចាឆ្នាំអាសាញ់សប្បុរសពុទ្ធសករាជ2568ឈានចូល2569គ្រិស្តសករាជ2025ហើយដែលកាន់តែពិសេសចាវត្តមានរបស់ពុកម៉ែបងប្អូនចាក៏អាចនឹងថាថ្មនេះក៏កំពុងតែធ្វើដំណើរចាពីបណ្ដាខេត្តផ្សេងចាមកសម្ដៅខេត្តសៀមរាបចាដើម្បីចូលរួមចាពិសេសហ្នឹងគឺមករីករាយចូលរួមចាទទួលអំណរសាទរចាជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តញញឹមស្វាគមន៍សង្ក្រាន្តឆ្នាំថ្មីអង្គរសង្ក្រាន្តគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយដែលត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាហើយជារៀងរាល់ឆ្នាំនៅមុនកម្មវិធីអង្គរសង្ក្រាន្តគឺសហភាពសហព័ន្ធយុវជនកម្ពុជាតែងតែបានរៀបចំកម្មវិធីទៅតាមប្រវេណីប្រពៃណីដូនតារបស់យើងជាក់ស្ដែងដូចជាពិធីទទួលទេវតាឆ្នាំថ្មីតែងតែរៀបចំនៅក្តារបែនខាងកើតប្រាសាទបាយ័នរៀងរាល់ឆ្នាំហើយគឺជាព្រឹត្តិការណ៍ដ៏ធំដែលចាប់ផ្ដើមនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តរបស់យើងហើយបន្ទាប់ពីពិធីទទួលទេវតាឆ្នាំថ្មីនឹងមាននៅព្រឹត្តិការណ៍ជាច្រើនទៀតដែល
សហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាយុវជនវប្បធម៌របស់យើងបានត្រៀមខ្លួននៅក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តទទួលយកនៅបទពិសោធន៍នៃទេសចរវប្បធម៌នៅលើទឹកដីអង្គរនៃខេត្តសៀមរាបរបស់យើងចាជាការពិតណាស់សម្រាប់បងប្អូនប្រជាជនខ្មែរក៏ដូចជាចាបងប្អូនចារបស់យើងគឺទន្ទឹងរង់ចាំជាយូរថ្ងៃណាមកហើយចាគឺរង់ចាំមកដល់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដូច្នេះថ្ងៃនេះគឺជាថ្ងៃទី1នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយមិនមែនមានតែមួយថ្ងៃទេអង្គរសង្ក្រាន្តគឺប្រពធ្វើឡើងរយៈពេល3ថ្ងៃដំណើរនឹងចាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងនៅខេត្តសៀមរាបហើយដូច្នេះសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺអាចអញ្ជើញមករីករាយក៏ដូចជាចូលរួមជាមួយនឹងភាពសប្បាយរីករាយចាដែលមានលក្ខណៈចាការតែមានតាំងពីចាល្បែងល្បាំប្រជាប្រិយដែលយើងបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរហើយបានបន្សល់ទុកសម្រាប់កូនចៅនៅចំនួនក្រោយកូនខ្មែរនៅចំនួននេះក៏បានបន្តថែរក្សាពិសេសអង្គរសង្ក្រាន្តក៏បានរំលេចចេញជាផ្ទាំងទស្សនីយភាពយ៉ាងរស់រវើកនៅចាល្បែងល្បាំប្រជាប្រិយទាំងអស់នោះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចចូលរួមលេងកម្សាន្តដោយផ្ទាល់តែម្ដងហើយទីតាំងគឺដូចឆ្នាំរាល់ដងអញ្ចឹងចាគឺមានច្រើនទីតាំងខ្លាំងមែនតើដែលបងប្អូនចាគឺអាចអញ្ជើញមកចូលរួមពិសេសហ្នឹងគឺមានបន្ថែមជាមួយនឹងទាំងទស្សនីយភាពថ្មីបន្ថែមទៀតផងដែរប្រិមិត្តទូទាំងជនដោយដែលការផ្សាយផ្ទាល់អស់លោកអ្នកបានទស្សនាគឺនៅក្នុងពេលនេះសម្ដេចកតេសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រព្រមទាំងអាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងអ្នកដឹកនាំទាំងអស់ដែលមានវត្តមាននៅកណ្ដាលបែនខាងការប្រាសាទបាយ័នកំពុងតែត្រៀមទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកអភិបាលក្រុងកម្ពុជារបស់យើងនៅវេលាម៉ោង 4:48 នាទីសូមជម្រាបជូនផងដែរថាធរៈវេលាកំណត់មកដល់គឺយើងនឹងមានកម្មវិធីទទួលទេវតាឆ្នាំថ្មីហើយក៏មានពិធីទូងស្គរជ័យហើយដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតែទស្សនាការផ្សាយផ្ទាល់នៅតាមគេហដ្ឋានរងចាំទទួលទេវតាឆ្នាំថ្មីហើយទូងស្គរជ័យសូមសេរីសួស្តីពីទេវតាឆ្នាំថ្មីជាមហាគ្រួសារខ្មែរជាមួយនឹងយើងខ្ញុំទាំងអស់គ្នាចាជាការពិតណាស់ដូច្នេះសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាជាមួយនឹងការផ្សាយផ្ទាល់ពិសេសចាជាមួយនឹងពិធីដំបូងគេនៃថ្ងៃទី1នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបចាដែលមានរយៈពេល3ថ្ងៃគឺចាថ្ងៃទី14 15និងថ្ងៃទី16ដែលបងប្អូនពិតជាពោពេញដោយភាពសប្បាយរីករាយនិងស្នាមញញឹមនិងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025ហើយពិតណាស់ពេលវេលានេះគឺបងប្អូនទាំងអស់គ្នាក៏កំពុងតែបង្ហាញជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតជាមួយនឹងក្រុមគ្រួសារដើម្បីត្រៀមខ្លួនចាទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកនាពេលបន្តិចទៀតនេះកញ្ញានីតានៅមុននេះបន្តិចនៅវេលាម៉ោង 2:30 នាទីនិងម៉ោង 3 គឺមានព្រះភិរុនបង្អើមកធ្វើឲ្យត្រជាក់ត្រជុំមែនទែនប៉ុន្តែដល់ម៉ោងដែលយើងរៀបចំនៅពិធីទទួលទេវតាឆ្នាំថ្មីមេឃក៏ស្រឡះយើងក៏បានឃើញព្រះអាទិត្យរៀបនឹងរះបាទហើយដូច្នេះហើយនេះគឺជាការបង្ហាញឲ្យឃើញអំពីការចាប់ផ្ដើមថ្ងៃថ្មីដែលពោពេញទៅដោយសេរីសួស្តីដោយសារតែឆ្នាំនេះទេវតាយើងចុះនៅទីភ្លឺហើយដូច្នេះគឺបងប្អូនប្រជាពលរដ្ឋរបស់យើងក៏បានក្រោកតាំងពីព្រលឹមដូចគ្នាដើម្បីមកទទួលទេវតាឆ្នាំថ្មីហើយយើងទាំងអស់គ្នាកំពុងតែមានសេចក្តីរីករាយបំផុតរងចាំទទួលទេវតាឆ្នាំថ្មីព្រះនាងគោរកៈទេវីដែលជាបុត្រីទី2កបិលមហាព្រំដែលព្រះនាងនឹងយាងមកអភិបាលក្រុងកម្ពុជារបស់យើងនៅក្នុងឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025សូមប្រិមត្តទូទាំងជនបន្តទស្សនាទស្សនវិជ្ជារួមនៅក្នុងពិធីទទួលទេវតាឆ្នាំថ្មីនៃក្តារបែនខាងការប្រាសាទបាយ័នជាបន្តសូមគោរពអញ្ជើញ
មុនគេគឺច្រឡំវិញដេកអីនេះអូយជុំមួយកងធំហ៎អីอยู่ได้โอ้ยใหญ่ที่อยู่บนมันสาม
គុណលោកគ្រូភ្លេងគ្រប់ជើញគណៈធិបតីទាំងអស់សម្រួលអរិយាបថបន្តិចដើម្បីរងចាំពេលវេលាទទួលទេវតាឆ្នាំថ្មីប្រិមត្តទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ទាំងអស់ជាទីគោរពនិងជាទីមេត្រីថេរវេលាកំណត់នៃការទទួលទេវតាឆ្នាំថ្មីព្រះនាងគោរកៈទេវីដែលជាបុត្រីទី2កបិលមហាព្រំគឺចិត្តដល់ពេលកំណត់នឹងយាងចុះមកអភិបាលក្រុងកម្ពុជារបស់យើងហើយគឺយើងនៅសល់រយៈពេលត្រឹមតែប្រហែលជា7-10នាទីទៀតតែប៉ុណ្ណោះហើយដូច្នេះសូមបងប្អូនជនរួមជាតិទូទាំងប្រទេសត្រៀមទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកអភិបាលក្រុងកម្ពុជារបស់យើងព្រះនាងគោរកៈទេវីបុត្រីទី2នៃកបិលមហាព្រំនៅក្នុងឆ្នាំអាសាញ់សព្វស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីក៏បានឃើញជាមួយនឹងទស្សនវិជ្ជានៃការផ្សាយផ្ទាល់យ៉ាងពិសេសចេញពីក្តារបែនទិសខាងកើតនៃប្រាសាទបាយ័ននៅទស្សនវិជ្ជាពិធីទទួលទេវតាឆ្នាំថ្មីដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវត្តមានរបស់ឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីវត្តមានរបស់សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក៏ដូចជាបងប្អូនមហាជនដែលកំពុងតែអញ្ជើញចូលរួមប្រកបដោយទឹកមុខយ៉ាងស្រស់ស្រាយពិសេសគឺកំពុងតែត្រៀមចិត្តត្រៀមកាយដើម្បីជំរះចោលនៅឧបទ្រពចម្រៃទាំងអស់ឆ្នាំចាស់
ហើយត្រៀមទទួលយកនៅចាសិរីសួស្តីឆ្នាំថ្មីដែលទេវតាឆ្នាំថ្មីនឹងយាងចុះមកនៅវេលាម៉ោង 4:48 នាទីទៀបភ្លឺនៅពេលបន្តិចទៀតនេះ ប្រិមត្តទូរទស្សនិកជនបានទស្សនាការផ្សាយផ្ទាល់ពីលើអាកាសសម្រស់នៃប្រាសាទបាយ័ននាវេលាទៀបភ្លឺពិតជាស្រស់ស្អាតដែលបង្ហាញឲ្យឃើញអំពីមោទនភាពជាកូនខ្មែរដែលបានទទួលនៅមរតកស្នាដៃដ៏អស្ចារ្យនៃប្រាសាទជាច្រើនរាប់ពាន់នៅក្នុងខេត្តសៀមរាបក៏ដូចជាបណ្ដាខេត្តផ្សេងៗទូទាំងប្រទេសនេះគឺជាអ្វីដែលកូនចៅចំនួនក្រោយបានបន្តភារកិច្ចនៅក្នុងការថែរក្សាមរតកដូនតាខ្មែរមិនថាតែមរតករូបីនិងមរតកអរូបីជាពិសេសនៅក្នុងពេលនេះទស្សនវិជ្ជានៃការផ្សាយផ្ទាល់លោកអ្នកប្រហែលជាឃើញភាពស្ងប់ស្ងាត់ដោយសារតែយើងទាំងអស់គ្នាជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋទាំងអស់កំពុងតែសម្រួមកាយវាចាចិត្តដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដោយសេចក្តីអំណរនិងស្នាមញញឹមហើយដូច្នេះហើយសូមប្រិមត្តទូទាំងជនទូទាំងប្រទេសដែលកំពុងតែទស្សនាការផ្សាយផ្ទាល់សូមត្រៀមខ្លួនទាំងអស់គ្នានៅវេលាម៉ោង 4:48 នាទីយើងនឹងត្រៀមទទួលទេវតាឆ្នាំថ្មីទាំងអស់គ្នា ចាដោយដែលមុននេះបន្តិចចាលោកអៀងវិឆ័យបានធ្វើការពិពណ៌នាអំពីអាកាសធាតុនៅទឹកដីនៃខេត្តសៀមរាបអង្គរថាចាប៉ុន្មានម៉ោងមុននេះចាអាកាសធាតុហាក់បីដូចជាភ្លៀងខ្លាំងមែនតើចាក៏ប៉ុន្តែនៅពេលនេះគឺអាកាសធាតុប្រែជាត្រជាក់ដែលពិសេសគឺអំណោយផលពុំមានចាភ្លៀងធ្លាក់នោះទេនេះគឺចាសម្រាប់បងប្អូនដែលគាត់បានអញ្ជើញចូលរួមគាត់បានមានន័យថាហាក់បីដូចជាយើងបានធ្វើការលាងជម្រះនៅឧបទ្រពចង្រៃ អពមង្គលឆ្នាំចាស់ឲ្យជ្រះស្រឡះដាច់នៅក្នុងថ្ងៃនេះហើយយើងនឹងត្រៀមទទួលយកនៅសេរីសួស្តីចាភាពចម្រុងចម្រើននៅក្នុងឆ្នាំថ្មីនៅវេលាបន្តិចទៀតនេះផងដែរ ខ្ញុំបាទសូមការអនុញ្ញាតប្រពៃពិធីប្រកាសមហាសង្ក្រាន្តមុននឹងប្រកាសមហាសង្ក្រាន្តខ្ញុំបាទសូមគោរពសម្ដេចកតេសង្ហបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
សូមគោរពឲ្យដំហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជាទីគោរពសូមគោរពឲ្យដំឧបនាយករដ្ឋមន្ត្រីឲ្យដំលោកជំទាវលោកស្រីមន្ត្រីរាជការមហាពុទ្ធបរិស័ទទាំងអស់ជាទីគោរពខ្ញុំបាទសូមការអនុញ្ញាតដល់កំពង់ខ្ពស់ប្រកាសមហាសង្ក្រាន្តឆ្នាំម្សាញ់សប្តិស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025ដែលមានខ្លឹមសារដូចតទៅសុបមសតវរមង្គលាជាយាតរេកព្រះពុទ្ធសករាជព្រះសាសនាតកន្តាកន្លងទៅហើយបាន2568គិតត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ100ខែពិសាខឆ្នាំម្សាញ់សប្តិស័កតទៅចូលពុទ្ធសករាជ2569និងគណនាឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីទៀបភ្លឺពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាអគ្គនាយិកាព្រះនាមគោរាគៈទេវីជារាជបុត្រីទី2នៃក្បលមហាបរមគង់នៅឋានចាតមហារាជិកាទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបោសអភរណៈកៅមុខដាភសាហាទ្រង់តេឡាំងគឺប្រេងល្ងនៅប្រេងដូងប្រហោះស្ដាំទ្រង់កាន់ប្រខ័ណ្ឌប្រហោះឆ្វេងទ្រង់កាន់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេតលើខ្នងស្ដេចយក្សគឺសត្វខ្លាធំជាយានពាហានៈទៅនាំអស់ទេវបុត្រទេវធីតាទាំង100,000កោដហោះទៅកាន់គុហេកែវធម្មមាលីនាភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាក្បលមហាព្រំដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទៅនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភារាជទាំង7ត្រជាក់ត្រជុំខ្សែមខ្សានបរិជ្ជហរតិហើយនាំគ្នាចូលទៅសមាទានសិលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្កម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្តបងអបមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជាយមង្គលជនមាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសេមសានតរៀងទៅថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវរមហាសង្ក្រាន្តថ្ងៃអង្គារ200ខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាវរៈវណ្ណបតថ្ងៃពុទ្ធ400ខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង8:27នាទី36វិនាទីព្រឹកជាវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំម្សាញ់សប្តិស័កមហាសករាជ1947ចុលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំបលិកាគ្រឿងសក្ការបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់កិត្តចិត្តអាក្រក់អន្តរថ័យជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈាននេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តាន
តាមប្រពៃណីរសាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការ ប្រិមត្តទូទាំងសកជនជាទីគោរពនិងជាទីមេត្រីនៅសល់ពេល2នាទីទៀតយើងនឹងត្រៀមទទួលទេវតាឆ្នាំថ្មីព្រះនាងគោរកៈទេវីបុត្រីទី2កបិលមហាព្រំដែលយាងមកអភិបាលក្រុងកម្ពុជានៅក្នុងឆ្នាំអស័យសព្វស័កពុទ្ធសករាជ2568ឈានចូលពុរសករាជ2569 ចាលោកស្រីនិងកញ្ញាក៏បានឃើញជាមួយនឹងការផ្សាយផ្ទាល់យ៉ាងពិសេសចាចេញពីពិធីទទួលទេវតាឆ្នាំថ្មីនៅកណ្ដាលបែរនៃប្រាសាទបាយ័នវត្តមាននៅកំពង់ខ្ពស់របស់គណៈធិបតីក៏ដូចជាបងប្អូនប្រជាជនដែលកំពុងតែត្រៀមខ្លួនចាទទួលនៅទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកនៅក្នុងពេលបន្តិចទៀតនេះ ប្រិមត្តទូទាំងសកជនសូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេសសូមរួមកាយវិចារចិត្តដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដោយសេចក្តីអំណរនៅក្នុងពេលនេះធរវេលាបានឈានចូលមកដល់សូមទទួលទេវតាឆ្នាំថ្មីជាមហាគ្រួសារខ្មែរទាំងអស់គ្នា ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងល្អហើយម្ចាស់អូនសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាងសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាង ម្ចាស់អូនអស់រយៈកាលកន្លងផុតទៅក្រោមការថែរក្សានិងគ្រប់គ្រងភពផែនដីរបស់ម្ចាស់អូនតើប្រជានុរាស្ត្រទាំងអស់រស់នៅមានសុខទុក្ខយ៉ាងណាដែរទៅម្ចាស់អូន ម្ចាស់បងដោយអន្លើនៃការកសាងសង្គមជាតិប្រជានារីទាំងអស់រស់នៅបានសុខក្សេមក្សាន្តមានសាមគ្គីភាពយ៉ាងជិតស្និទ្ធសម្បូរសប្បាយទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិជាពិសេសជាតិមាតុភូមិពិតជាមានការរីកចម្រើនទៅមុខជាលំដាប់គួរជាទីគប់ប្រសើរណាស់ម្ចាស់បង ម
តាឆ្នាំចាស់ឆ្នាំរោងឆស័កពុទ្ធសករាជ2568សូមក្រាបទូលថ្វាយដំណឹងដល់ទេពនិករនិងប្រជានុរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវបានប្រារព្ធធ្វើនៅពេលនេះហើយបពុទ្ធព្រះនាងឆ្នាំចាស់កន្លងផុតទៅប្រជានុរាស្ត្រក្នុងដែនចម្ពោះទ្វីបទាំងមូលបានកំពុងតែរស់នៅក្នុងសុខសន្តិភាពការអភិវឌ្ឍរីកចម្រើនការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិមានសាលារៀនស្ពានថ្នល់សំណង់អគារតូចធំវត្តអារាមប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់គ្រប់សង្គមជនបទដោយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអភិវឌ្ឍសពថ្ងៃនេះសូមឲ្យប្រជាណាចក្រកម្ពុជាចម្រុងចម្រើនលូតលាស់និងមានសាមគ្គីភាពជាតិក្នុងសេចក្តីថ្លៃថ្នូរសុខដុមរមនាពីអំណះតទៅហោសាធុសាធុសាធុឆ្នាំថ្មីឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ព្រះនាមគោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអើយរយៈពេល3ថ្ងៃ3យប់នេះនឹងតទៅចូលអ្នកខិតខំសន្សំកុសលជំរះនៅមន្ទិលសៅម៉ងទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើឆ្គាំឆ្គងកន្លងមកជាមួយនឹងអ្នកមានគុណគ្រូបាអាចារ្យជាមួយចាស់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាកឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិមិនៈដែលមានក្នុងខ្លួនហើយត្រូវតែប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណា
មុទិតានិងឧបេក្ខាជានិច្ចរួមជាមួយសតិបញ្ញាស្មារតីដ៏ឆ្លៀសវៃនិងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់ខ្ពង់ខ្ពស់ថ្កើងថ្កានលើទឹកដីអង្គរដ៏ល្អបវរប្រជានុរាស្ត្របានសុខក្សេមក្សាន្តកូនខ្មែររួមប្រាណសាមគ្គីគ្នាឲ្យបានសុខដុមរមនានៃមជ្ឈដ្ឋាននានាបានសុខតទៅអងសាធុសាធុសាធុ ម្ចាស់បងពិធីផ្ទេរតំណែងថ្វាយម្ចាស់បងបានចប់សពគ្រប់អស់ហើយសូមម្ចាស់បងគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់បងជួយបីបាច់ថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបជាពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមក្សាន្តត្រជាក់ត្រជុំសុខដុមរមនាសប្បោសប្បាយក្រោមមកលោកសន្តិភាពនៃការអភិវឌ្ឍឲ្យកាន់តែល្អបវររុងរឿងនៃព្រះរាជាណាចក្រកម្ពុជាយើងណាម្ចាស់បងម្ចាស់អូនសូមម្ចាស់អូនទុកប្រតិយមកលើម្ចាស់បងចុះម្ចាស់បងនឹងបន្តភារកិច្ចពីម្ចាស់អូនยังយកព្រះហឫទ័យទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជាចាប់ផុតពីគ្រោះភ័យជាចាប់ផុតពីជំងឺរាតត្បាតទាំងឡាយឲ្យកាន់តែសម្បូរសប្បាយជាពីយោភាពណាម្ចាស់អូន Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេស
សូមការអនុញ្ញាតជម្រាបនៅពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025ស្ថិតនៅក្នុងវរឱកាសនេះក៏ចប់សពគ្រប់សូមការអនុញ្ញាតអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីមហាពុទ្ធបរិស័ទទាំងអស់អញ្ជើញបែរមកខាងគ្រឿងសក្ការៈថ្វាយបង្គំគ្រឿងសក្ការៈទេវតាលាចប់កិច្ចពិធីបាទ សួស្តីឆ្នាំថ្មីឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ឈានចូល2569គ្រិស្តសករាជ2025 នៅក្នុងឱកាសឆ្នាំថ្មីឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ឈានចូលពីពុទ្ធសករាជ2569ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាកូនចៅចៅទួតសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំនៅពរសពសាធុការសិរីមង្គលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជបិតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះបញ្ញាញាណវៀងវៃប្រកាយពលមាំមួនដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅចៅទួតជាអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះយកខ្ញុំទាំងអស់គ្នាក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមតាមថែរក្សានិងប្រោះព្រំនៅពរជ័យសិរីមង្គលគោលប្រការជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រចាំមនីហ៊ុនម៉ាណែតព្រមទាំងវត្តមានរបស់សម្ដេចអាយដាមលោកជំទាវថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ដូចជាបងប្អូនប្រជាជនខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសសូមទទួលបាននៅសុខសិរីសួស្តីឆ្នាំថ្មីទាំងអស់គ្នាឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025 ប្រិមត្តទូទាំងសង្គមជនជាទីគោរពនិងជាទីមេត្រីនៅក្នុងពេលនេះទេវតាឆ្នាំថ្មីបានយាងមកដល់នគរកម្ពុជាហើយសូមបួងសួងឲ្យនគរកម្ពុជារបស់យើងមានតែសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍជាដរាបហើយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់រីករាយសាទរសង្ក្រាន្តឆ្នាំថ្មីជាពិសេសគឺមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលចាប់ផ្ដើមនិងទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាមួយនឹងការរៀបចំដ៏ប្រណិតជាមួយនឹងការលេងល្បែងប្រជាប្រិយនិងកម្មវិធីសាសនាជាច្រើនតម្រូវទៅតាមប្រពៃណីសាសនារបស់យើងដែលប្រពធ្វើឡើងនៅមុខប្រាសាទអង្គរវត្តលាតសន្ធឹងរហូតដល់លានជលដំរីនៃខេត្តសៀមរាប ចាជាពិសេសរងចាំតាមដានទស្សនាជាមួយនឹងការផ្សាយផ្ទាល់ពិសេសទាំង3ថ្ងៃចាពីស្ថានីយទូរទស្សន៍បាយ័ននៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបទាំង3ថ្ងៃចាដូច្នេះបន្តទៀតសូមរីករាយជាមួយនឹងកម្មវិធីដែលមានជាបន្តដូចតទៅ